បងប្អូនពេលខ្លះយើងតែងតែមានអារម្មណ៍ថាពេលដែលយើងកំពុងតែរៀនឬក៏កំពុងតែធ្វើការងារមួយដោយយកចិត្តទុកដាក់ប៉ុន្តែយើងបែរជាមានអារម្មណ៍ថាយើងនៅតែវង្វេងនៅក្នុងការងារនោះឬយើងមិនអាចស្វែងយល់អំពីពិភពលោកដែលនៅជុំវិញខ្លួនរបស់យើងបានច្បាស់លាស់ទៅវិញយើងតែងតែត្រូវបានគេបង្រៀនយើងថាឲ្យខំប្រឹងរៀនឲ្យចេះតែមួយមុខឲ្យបានស៊ីជម្រៅដើម្បីក្លាយទៅជាអ្នកបច្ចេកទេសឬក៏អ្នកឯកទេសទៅលើជំនាញនោះប៉ុន្តែបងប្អូនមានដឹងទេថាការផ្ដោតតែលើជំនាញចង្អៀតហួសហេតុពេកដែលយើងហៅថា over specialization បងប្អូនត្រូវដឹងថានៅក្នុងពិភពលោកទំនើបបច្ចុប្បន្ននេះវាកំពុងតែលាក់នៅគ្រោះថ្នាក់នៃការផ្លាស់ប្ដូរជំនាញរបស់បងប្អូនជាច្រើននៅពេលដែលយើងបែងចែកចំណេះដឹងជាផ្នែកទូចចង្អៀតដាច់ដោយឡែកពីគ្នាបែបនេះមានន័យថាយើងកំពុងតែបាត់បង់សមត្ថភាពក្នុងការមើលនៅរូបភាពដ៏ធំអំពីទេពកោសល្យនៃជីវិតពិតរបស់យើងទៅវិញត្រង់ចំណុចមួយនេះវិទ្យាសាស្ត្រព័ត៌មានបានបង្រៀនយើងនៅការពិតមួយថាការយល់ដឹងដ៏មានតម្លៃបំផុតមិនមែនកើតចេញពីការស្គាល់តែផ្នែកណាមួយឲ្យបានស៊ីជម្រៅតែមួយមុខនោះទេតែវាកើតចេញពីទំនាក់ទំនងរវាងគំរូផ្សេងៗគ្នានៅក្នុងស្រទាប់ផ្សេងៗគ្នាឧទាហរណ៍ជាក់ស្ដែងប្រសិនបើវិជ្ជបណ្ឌិតម្នាក់គាត់យល់អំពីតក្កវិជ្ជាទិន្នន័យគឺគាត់នឹងមានចំណេះដឹងប្រសើរជាងវិជ្ជបណ្ឌិតដែលគាត់មិនមានអ្វីសោះអំពីទិន្នន័យប្រសិនបើវិស្វករម្នាក់ដែលគាត់យល់អំពីតម្លៃសង្គមហើយនិងតម្លៃមនុស្សគឺគាត់ជាវិស្វករដែលមានប្រសិទ្ធភាពការងារខ្ពស់ជាងវិស្វករដែលមានចំណេះដឹងត្រឹមតែបច្ចេកទេសសុទ្ធសាធពួកគាត់ពូកែព្រោះពួកគាត់ចេះតភ្ជាប់ទំនាក់ទំនងរវាងចំណេះដឹងពីវិស័យមួយទៅវិស័យមួយដូច្នេះហើយតើបងប្អូនមានដឹងទេថាតើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅក្នុងជីវិតរបស់យើងដែលគ្មានបន្ទុកនៃការវង្វេងនៅក្នុងភាពចង្អៀតនៃចំណេះចំណេញរបស់យើងនេះចម្លើយនោះគឺយើងត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការយល់ដឹងជាឯកភាពយើងត្រូវមានចំណាប់អារម្មណ៍ចង់ដឹងឆ្វែងយល់លើរឿងរ៉ាវគ្រប់យ៉ាងចាប់តាំងពីរូបវិទ្យាដែលពន្យល់អំពីធម្មជាតិរហូតដល់ទស្សនវិជ្ជាដែលវាពន្យល់អំពីអត្ថន័យនៃជីវិតរបស់យើងត្រូវស្វែងរកនៅខ្សែស្រឡាយរួមតែវាតភ្ជាប់រឿងរ៉ាវទាំងអស់នោះរួមបញ្ចូលគ្នានៅពេលដែលយើងអនុវត្តវិធីសាស្ត្របែបរួមបញ្ចូលគ្នានេះដែលយើងហៅវាថា holistic approach នោះអារម្មណ៍នៃការវង្វេងនៅក្នុងសមុទ្រនៃទិន្នន័យឯកទេសរាប់លានរបស់យើងវានឹងត្រូវបានកាត់បន្ថយបន្តិចម្ដងវានឹងអនុញ្ញាតឲ្យបងប្អូនកសាងនៅស្ថាបត្យកម្មផ្លូវចិត្តដ៏រឹងមាំនិងធន់ទៅនឹងបញ្ហាជាងមុនបានបងប្អូននឹងមើលឃើញពិភពលោកដែលមិនមែនជាចំណែកដាច់ដោយឡែកពីគ្នានោះទេតែវាគឺជាផែនទីតែមួយដែលតភ្ជាប់គ្នាទាំងស្រុងសូមបងប្អូនកុំកំណត់ការរៀនសូត្ររបស់ខ្លួនឯងត្រឹមតែនៅក្នុងបន្ទប់តូចចង្អៀតមួយនៃចំណេះជំនាញបច្ចេកទេសរបស់បងប្អូននោះពេកសូមបងប្អូនបើកទ្វារចិត្តរបស់បងប្អូនឲ្យទូលាយដើម្បីទទួលបានការផ្លាស់ប្ដូរនិងនវានុវត្តន៍ថ្មីៗដែលវានឹងធានាថាព័ត៌មានហើយនិងចំណេះដឹងរបស់បងប្អូនតែងតែជាឧបករណ៍ដ៏មានអានុភាពហើយនឹងមានប្រយោជន៍បំផុតសម្រាប់ការរុករកហើយនឹងការដោះស្រាយការពិតទាំងមូលនៃភាពជាក់ស្ដែងនៅក្នុងជីវិតរបស់បងប្អូន